ខ្ញុំសូមបង្ហាញពីបញ្ហារបស់ប្រអប់ម៉ូទ័របូមទឹកនេះអញ្ចឹងសម្រាប់ប្រអប់ម៉ូទ័របូមទឹកនេះគឺវាដើរផងអត់ផងអញ្ចឹងនៅពេលដែលមានអាការៈដើរផងអត់ផងពេលយើងវាស់ទៅគឺអត់ឃើញកន្លែងខូចទេមិនដឹងវាដាច់ខ្សែកន្លែងណាអញ្ចឹងបើមានអាការៈអញ្ចឹងគឺមានតែដោះចេញទាំងអស់ហើយផ្សារហើយយកខ្សែថ្មីម្ដងយើងផ្សាររៀបខ្សែវាសារថ្មីវិញយើងដាក់ថ្មីទាំងអស់ហ្មងអញ្ចឹងបើសិនជាខ្សែនេះយើងប្រើយូរឆ្នាំទៅវាដាច់នៅខាងក្នុងយើងមើលអត់ឃើញថាមួយណាដាច់ទេអញ្ចឹងគឺមានតែរុះចេញទាំងអស់ហើយនឹងផ្សារដាក់រៀបវាចូលសារថ្មីអញ្ចឹងសម្រាប់បងប្អូនដែលចង់ដឹងពីរបៀបក្នុងការរៀបចំដាក់ឡើងវិញអញ្ចឹងអាចមើលវីដេអូហ្នឹងទៅនឹងអាចរៀបបានដោយខ្លួនឯងឥឡូវខ្ញុំបានដោះចេញអស់ហើយអញ្ចឹងដោះចេញចោលអស់ទៅព្រោះខ្សែវាច្រើនឆ្នាំហើយខ្សែវាអត់សូវល្អឥឡូវខ្ញុំសូមបង្ហាញពីរបៀបក្នុងការភ្ជាប់ប្រអប់បូយអញ្ចឹងនេះគឺជាខ្សែភ្លើង AC 220នេះគឺជាកង់តាក់របស់វាអញ្ចឹងយើងដាក់កង់តាក់ចូលមកតែលឿងយើងដោះចូលជើងកង់តាក់ចឹងខ្ញុំសូមបង្ហាញកន្លែងនេះចឹងសារ AC 220ចូលមកបន្តរហូតចូលជើងកង់តាក់តាំងពីខ្សែចឹងខ្សែ AC 220ចូលមកចូលជើងកង់តាក់លើមួយក្រោមមួយចេញពីជើងកង់តាក់មកចូលកង់ដុងខ្សែកង់ដុងមួយខ្សែកង់ដុងមួយចូលទៅកង់ដុងហើយចេញពីជើងកង់តាក់មួយទៀតចូល full zip load ចេញពី full zip load នេះមកគឺចូលខ្សែ motor ឥឡូវយើងចូលមកដល់ខ្សែ motor វិញម្ដងចឹងខ្សែ motor វាមាន3អញ្ចឹងយើងយកខ្សែពណ៌ខ្មៅមុនអញ្ចឹងខ្សែពណ៌ខ្មៅគឺយើងតចូលខ្សែដែលរត់ចេញពី full zip load នេះទៅយើងរត់ចេញពី full zip load នេះទៅគឺចូលនៅត្រង់កន្លែងនេះយើងយកខ្សែដែលរត់ចេញពី full zip load នេះទៅចូលកន្លែងនេះយើងដាក់ពណ៌ខ្មៅខ្មៅហើយខ្សែដែលចេញពីកង់តាក់ទៅចូលកង់ដុងមកខាងនេះទៅនេះយើងដាក់ពណ៌ខៀវហើយសម្រាប់ខ្សែនេះគឺចូលជាមួយនឹងខ្សែពណ៌ត្នោតនេះចូលជាមួយនឹងខ្សែកង់ដុងមកខាងទៀតគូរបស់វា
ចឹងគឺរបៀបតខ្សែគឺមានតែប៉ុណ្ណឹង